ឥឡូវបន្តទៅទៀតបងប្អូនយោធាថៃឯនោះវិញថារបួសទាហានខ្មែរមិនមែនត្រូវគ្រាប់បែកថៃទេគឺត្រូវមីនរបស់ថៃខ្មែរខ្លួនឯងអញ្ចឹងទៀតហើយបងប្អូនថៃហ្នឹងគឺថាអញ្ចឹងឯងអញ្ចឹងដល់ពេលអញ្ចឹងទៅយើងនៅតែតតាំងជាមួយថៃអត់ខុសគ្នាពីគណៈបកប្រជាជនកម្ពុជាទេបើយើងនិយាយពីគំនិតខូចថៃខូចមែនតើនៅពេលដែលមានរឿងអីគឺគាត់ចាប់ផ្ដើមបែកកាយរឿងទូចតាចហ្នឹងទៅឲ្យយើងហ្នឹងនៅឆ្លោះគ្នាអាហ្នឹងដូចបាច់ប្រាក់ដួងអញ្ចឹងណាបងប្អូនមកយកព្រៃរស័យយើងឆ្កាខ្ទេចដោយសារប្រាក់ដួងថៃឥឡូវថៃយកដីអស់អាលីង70កន្លែងហើយទៅគាត់ចាប់ផ្ដើមដាក់លបងជីកលបងធ្វើបន្លាលួសធ្វើបន្លាយនៅកន្លែងថ្មីហេតុអីបានថៃធ្វើដូច្នេះបងប្អូនមានដឹងល្បិចថៃហ៎ហេតុអីបានជាសំទោសហេតុអីបានជាថៃយកដីខ្មែរបាន70កន្លែងហើយបែរទៅជាយកអាតំបន់តូចឬក៏ដីស្រែឬក៏អីនឹងតិចតួចដាក់បន្លាលួសអីនៅតាមតំបន់ផ្សេងទៀតហេតុអីបានថៃធ្វើអញ្ចឹងហ៎នេះគឺជាតាក់ទិក classic នៃល្បិចប្រាក់ដួងបាច់ចូលគុំរស័យខ្មែរដូចសម័យលង្វែកអញ្ចឹងនៅពេលដែលបានអានេះហើយគឺគាត់ចាប់ផ្ដើមទៅដុតព្រៃទូចឲ្យយើងនាំគ្នារវល់ជជែកអារឿងតូចហ្នឹងភ្លេចអាធំចាំមើលភ្លេចអា70កន្លែងពួកអីយើងនាំគ្នានិយាយពីរឿងលបងបន្លាលួសកុងតឺន័រដាក់ថែមសង់លបងអីថ្មីគឺហួសពីបាត់ឈប់បាញ់ហើយចាំមើលតែពេលយើងចរចាឆ្លោះគ្នាជាមួយថៃអីលាក់នឹងលាក់ទៅតាក់តងនឹងរឿងមានផ្ទុះគ្រាប់ផ្ទុះអីហ្នឹងគឺប្រវែងការចាប់អារម្មណ៍បាញ់បោះអីបន្តិចតួចចឹងទៅនាំគ្នាផ្សះផ្សាមកនិយាយតែពីរឿងកប៉ិចកប៉ុកហ្នឹងអាធំនោះនិយាយអត់បានទេដល់ពេលចុងក្រោយថៃថាអត់អីអាបន្លាលួសដែលដាក់ថ្មីហ្នឹងចាំគេម្កិល2ម៉ែត្រឲ្យអាដី70កន្លែងនៅដដែលហើយទៅយើងអូបានហើយណែថៃព្រមរុញ2ម៉ែត្រវិញហើយរុញដីថ្មីទេណាអត់មានដីចាស់ដែលគ្រប់គ្រាន់ពីមុនដល់យើងស្ដាប់មករដ្ឋាភិបាលខ្មែរជោគជ័យទី1ចាំមើលខាងរដ្ឋាភិបាលខ្មែរទូងស្គរឲ្យបែកទៀតជោគជ័យហើយថៃដាក់បន្លាលួសមកនេះឥឡូវរុញទៅបាន2ម៉ែត្រវិញថៃព្រមហើយឃើញយុទ្ធសាស្ត្រយើងជោគជ័យកុំចាញ់បោកថៃល្បិចនេះថោកទាបមែនតើប៉ុន្តែល្បិចនេះថោកទាបហ្នឹងគឺគណៈបកប្រជាជនកម្ពុជាក៏ប្រើដែរប្រើមួយខ្មែរគ្នាឯងអត់ប្រើមួយថៃទេគឺនៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិគឺគាត់អត់ព្រមដោះស្រាយបញ្ហានឹងឲ្យគាត់បង្កើតរឿងថ្មីហ្មងរំលាយគណៈបកសង្គ្រោះជាតិហើយគឺគាត់ធ្វើច្បាប់មួយផ្សេងទៀតដើម្បីទី1ដកប៉ាសពតដកអីឬក៏អត់ឲ្យសញ្ជាតិពីអីកាន់ការរដ្ឋាភិបាលហើយអ្នកណាតវ៉ាចាប់ដាក់គុកដាក់អីចឹងទៅហើយបង្កើតព្រឹត្តិការណ៍អីឲ្យកើតឡើងមកអ្នកណាតវ៉ាចាប់អ្នកតវ៉ានឹងដាក់គុកទៀតដល់យូរអ្នកតវ៉ានឹងទៅដោះស្រាយសុំឲ្យដោះលែងអ្នកតវ៉ាដែលតវ៉ាដើម្បីអ្នកមុននឹងជាប់គុកអ្នកជាប់គុកមុននឹងជាប់បាត់ហើយឥឡូវនាំគ្នាទៅតវ៉ាដោះលែងអ្នកដែលតវ៉ាត្រូវគេចាប់ដាក់គុកដោយសារតែរឿងតវ៉ាក្រោយអាអ្នកតវ៉ានឹងក្រោយមកទៀតគេចាប់ដាក់គុកទៀតទៅដោះអាអ្នកដែលក្រោយនឹងមកឲ្យរួចខ្លួនដល់អញ្ចឹងអ្នកដែលជាប់គុកដល់ដំបងគេនោះគណៈបកសង្គ្រោះជាតិគេភ្លេចបាត់មកគិតរឿងលោកកម្មសខាឥឡូវលោកកម្មសខាគេដោះអីតិចគឺភ្លេចសង្គ្រោះជាតិបាត់មកគិតរឿងលោកកម្មសខាឥឡូវមកគិតរឿងលោករងឈុនឥឡូវអ្នកជាប់គុកតទៀតហ្នឹងគឺព្រឹត្តិការណ៍ហ្នឹងគឺគេបង្កើតអញ្ចឹងទៅយូរទៅដោះអាខាងក្រៅដូចថៃអញ្ចឹងបងប្អូនថៃអារឿងដី70កន្លែងទុកធីបចោលទៅបង្កើត on close លុបអា MOU 2001ចោលទៅទេដើម្បីឲ្យនុយអាស្អីគេផ្កាននងហ្នឹងដាក់ផ្លែបបក់ឲ្យខ្មែរលូតទៅពណ៌មកផ្លែបបក់ដែលអត់មាននុយហ្នឹងដោយផ្កាននងភ្លឹបជាប់ភ្លឹបទៅ on close ឡើងទៅចរចាក្រៅទ្វារភាគីថៃបិទព្រំដែនអាកន្លែងចរចាទ្វារភាគីដីគោក70កន្លែងដាច់ភឹងថៃដាក់លបងថែមទៀតចែកដីចែកអីហោះធ្វើអីធ្វើស្រែអីចឹងដល់ពេលអញ្ចឹងអា70កន្លែងនៅម្ដុំគាត់រៀលមកយើងតវ៉ាកៅទោសតវ៉ាកៅទោសមិនទទួលស្គាល់បដិសេធតវ៉ាកៅទោសមិនទទួលស្គាល់បដិសេធថៃមកទៀតរលទៀតដល់តែពេលចុងក្រោយចាំមើលដូចខ្ញុំនិយាយចឹងចុងក្រោយសម្របសម្រួលគ្នាទៅណាអាស្អីគេលបងស្អីគេដែលធ្វើហ្នឹងវាយបន្តិចទៅអីបើបានវាយតែម្ដុំណាទូងស្គរបែកធ្លាយបាត់ជោគជ័យហើយយើងដោយសារតែឃើញថៃព្រមវាយលបងចោលមួយតាមពិតអត់នៅក្នុងបាត់ឈប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025ទេ70កន្លែងហ្នឹងនៅដដែលឲ្យតែបានកន្លែងណាមួយចាំមើលថាឲ្យតែបានកន្លែងណាមួយស្ដាប់សម្ដីមួងនារីតស្ដាប់ពាក្យខ្ញុំមកបងប្អូនឲ្យតែរដ្ឋាភិបាលខ្មែរឲ្យថៃដកតែបន្លាលួសនៅកន្លែងណាថ្មីដែលទៅដាក់បានហ្នឹងតែ2ម៉ែត្រទៅក្រោយហ្នឹងក៏យើងទូងស្គរធ្លុះដែរថាថៃដកថយតាមពិតគឺអានឹងរឿងថ្មីទេអានេះជាយុទ្ធសាស្ត្រ classic ដ៏ថោកទាបរបស់រដ្ឋាភិបាលថៃនិងទាហានថៃដែលប្រើដូចសម័យលង្វែកអញ្ចឹងគឺប្រាក់ដួងយុទ្ធសាស្ត្រគេហ្នឹងអញ្ចឹងតែវាអកុសលយើងទទួលកម្មពៀដោយសារបណ្ដាសានៃការធ្វើបាបគណៈបកប្រឆាំងខ្មែរគ្នាឯងនៅក្នុងស្រុកអាយុទ្ធសាស្ត្រកក្រិចរបស់គណៈបកកណ្ដាលអំណាចដែលធ្វើជាមួយនឹងបកប្រឆាំងឥឡូវត្រូវបានថៃយកមកធ្វើជាមួយរឿងដែនអធិបតេយ្យរបស់យើងដូចគ្នាយុទ្ធសាស្ត្រនេះគឺដូចគ្នាបងប្អូនតើមើលដូចគ្នាហើយចាំមើលតិចទៀតអញ្ចឹង
hay đôi khi chẳng cái nạp bạcប្រជាជនកម្ពុជាបងប្អូនឃើញយុទ្ធសាស្ត្រស្មោកគ្រោករបស់គាត់ឃើញកក្រិចយើងចាំមើលលោកកម្មសខាចាប់គាត់ដាក់គុកជាប់គុក9ឆ្នាំដាក់គុកពីគុកនៅតាពាំងប្លង់យកមកដាក់នៅភ្នំពេញគេថាធូរបន្តិចឃើញយើងធូរបន្តិចយើងផ្លេចគិតរឿងសង្គ្រោះជាតិហើយនៅពេលដែលគេបន្ថយលោកកម្មសខាបន្តិចធូរបន្តិចហើយដល់ពេលឥឡូវ9ឆ្នាំក្រោយមកគណៈបកសង្គ្រោះជាតិក៏គេមិនរកយុត្តិធម៌ឲ្យគាត់បន្ទូបន្តិចយកចេញពីក្នុងផ្ទះឲ្យទៅមកនៅក្រៅផ្ទះតែដកហូតសិនយោបាយយើងថាធូបន្តិចទៀតតែតាមពិតអត់មានធូទេគេឲ្យយើងបំភ្លេចអ្វីដែលជាការតស៊ូសម្រាប់គណៈបកសង្គ្រោះជាតិបាត់អស់ហើយឥឡូវការតស៊ូគណៈបកសង្គ្រោះជាតិនៅណាយើងទាំងអស់គ្នាដោយសារតែគេបង្កើតព្រឹត្តិការណ៍ថ្មីរហូតដើម្បីឲ្យយើងលុបអាការតវ៉ាគណៈបកសង្គ្រោះជាតិឥឡូវលុបបាត់អស់យើងមកតវ៉ាថ្មីហ្នឹងចេញមកតវ៉ាលោករងឈុនចេញមកតវ៉ាលោកកើតសរាយតវ៉ាលោកស្រុនស្រនតវ៉ាដើម្បីកញ្ញាសេងធីរីតវ៉ាដើម្បីចលនាមេដាធម្មជាតិទាំង5នាក់ហើយដល់ពេលអ្នកតវ៉ាហ្នឹងគេចាប់ដាក់គុកទៀតតិចទៀតតវ៉ាអ្នកដែលតវ៉ាដែលគេត្រូវដាក់គុកតាមក្រោយហ្នឹងទៀតគឺគេបង្កើតឲ្យវល់អញ្ចឹងទាំងអស់នេះជាយុទ្ធសាស្ត្រដ៏ស្មោកគ្រោកមែនតើដែលថៃធ្វើចំពោះខ្មែរហើយនេះជាបណ្ដាសាទេបងប្អូនដោយសារយើងធ្វើបាបគ្នាឯងអញ្ចឹងបើសិនជាយើងជឿលើព្រះជឿលើបាបជឿលើបុណ្យជឿលើអំពើកុសលកម្មនេះជាអំពើបាបហើយបើយើងជឿលើសាសនាពុទ្ធនេះជាអំពើបាបហើយព្រោះយើងបាបនឹងក្នុងការធ្វើបាបគ្នាឯងដល់តែពេលសាសដតីគេធ្វើមកយើងហើយឥឡូវយើងខាតទាំងសងខាងខាតទាំងខ្មែរបែកបាក់ជាតិខាតទាំងអយុធសាស្ត្រថៃហ្នឹងធ្វើឲ្យខ្មែរបាត់ដីទៀតចុះអាភ័ព្វយ៉ាងនេះហើយខ្មែរយើងមើលអត់ឃើញគណៈបកប្រជាជនធ្វើអីក៏ត្រូវដែរគណៈបកប្រឆាំងនិយាយអីក៏ទៅដែរអញ្ចឹងបានថាយោធាថៃគេធ្វើអញ្ចឹងហើយបងប្អូនអញ្ចឹងបានខ្ញុំលើកទឹកចិត្តថាឥឡូវថៃគេថាណាអាមានព្រឹត្តិការណ៍គ្រាប់បែកព្រឹត្តិការណ៍អីថៃពវៀងទៀតហើយចាំមើលចរចាសម្របសម្រួលអីទៅគ្រាន់តែហើយអញ្ចឹងឥឡូវដឹងហើយមានការស៊ើបអង្កេតថៃគេស៊ើបអង្កេតហើយគេថាអាហ្នឹងគ្រាប់បែកតែខ្មែរជន់មីនមិនមែនគ្រាប់បែកខ្មែរអកុសលមែនតើក្រសួងការពារជាតិកម្ពុជាតែហ៊ានខ្មែររបួស4នាក់ធ្ងន់3ស្រាល1អត់ទាំងហ៊ានថារបួសធ្ងន់ប្រមាណស្រាលប្រមាណទៀតថារបួស4នាក់ហើយថាដោយសារតែផ្ទុះគ្រាប់ក្រោយតាហ៊ានខ្មែរដើរផុតនៅក្នុងល្បាអត់ទាំងហ៊ានថាតាហ៊ានថៃចោលគ្រាប់បែកមកលើតាហ៊ានខ្មែរទៀតថានៅស៊ើបអង្កេតសិនតាហ៊ានខ្មែរខ្លួនឯងនៅជួរមុខថាគេចងកសែងគប់គ្រាប់បែកមកលើតាហ៊ានខ្មែរគ្រាន់តែប៉ុណ្្នឹងយើងមិនទាំងហ៊ានថាផងយើងនៅស៊ើបអង្កេតទៀតអានេះហើយចឹងបានថាយើងវាកម្មពៀមែនតើបងប្អូនកម្មពៀរហូតដល់ថាគេមកបោកគ្រាប់បែកលើយើងគ្រាន់តែថាគេគប់គ្រាប់បែកក៏យើងអត់ហ៊ានដែរអញ្ចឹងណាខ្មែរយើងអញ្ចឹងណាគេមកឈ្លានពានដីយើងគ្រាន់តែប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិក៏មានក្រុមអស់លោកមកខាត់ដែរថាធ្វើហ្នឹងមិនត្រូវទេអត់ត្រូវប្តឹងថៃទៅតុលាការអន្តរជាតិឯណាកើតទេវាមិនមានសិទ្ធិអីណាប្តឹងបានទេកុំធ្វើតែមួយថ្ងៃនិយាយពីស្អប់ថៃប៉ុន្តែដល់ពេលខ្មែរគ្នាឯងធ្វើទៅជាតុបឥឡូវថៃគេបោកគ្រាប់បែកមកលើខ្មែរយើងទៅហ៊ានយើងរបួសក៏យើងមើលតែបើជន់មីនវាមីនខ្មែរយើងធម្មតាបើជន់មីនវាបែកដាច់ខ្ទេចទីជើងហ្នឹងវាមិនមែនគ្រាន់ត្រូវរបួសជន់មីនវាមិនមែនមកត្រូវក្បាលត្រូវភ្នែកហ្នឹងតោះតែយើងយកក្បាលទៅចងជាប់អញ្ជើញឲ្យផ្ទុះមកបានត្រូវធ្លុះក្បាលធ្លុះអីចឹងអានេះគឺគ្រាប់បែកនឹងឯងណាបងប្អូនព្រោះចឹងយើងថៃគេថាមីនថៃហ្នឹងក៏ចេះតែថាទៅថាឲ្យតែរួចខ្លួនទៅតែខ្មែរយើងដោយសារតែយើងថាកម្មពៀមែនគេឧទាហរណ៍ខ្លីមួយបងប្អូនយើងជាជនរងគ្រោះនៃការទះកំភ្លៀងជ្រុះបាក់ថ្មិញអស់មួយក្រាស់មានអាណាម្នាក់នោះគេមកទះយើងបាក់ថ្មិញអស់មួយក្រាស់ស្រាប់តែមានសាកសីគេមកជួយអាណិតយើងណែអូយងាប់ហើយមើលមិនបានគេវាយចឹងលោកអើយមើលតោះទៅរករឿងវាមើលរកប្តឹងម្នាក់ហ្នឹងទៅតុលាការទៅអីមើលស្រាប់មកយើងមកប្រាប់កុំអត់ទេថ្មិញហ្នឹងវាជ្រុះខ្លួនឯងទេខ្ញុំដើរទៅនឹងគាត់រកវាយរកអីចឹងមែនក៏ប៉ុន្តែដូចថាខ្ញុំជពុបជើងទៅដួលបាក់ខ្លួនឯងកុំរករឿងគេវាទៅជាអញ្ចឹងទៅវិញណាចោះតែប្តឹងគេទៅអីឥឡូវខ្លួនឯងជាជនរងគ្រោះអត់ហ៊ានប្រាប់ថាគេវាយទេអាហ្នឹងចូលដល់រឿងកំ pl ែងណាបងប្អូននៅពេលដែលគេជន់ជើងយើងណាដឹងបងប្អូនដឹងអ្នកដែលខ្សោយហើយទៅប្រាប់គេជន់ជើងយើងហ្នឹងថាមិនហិចទេអូសុំទោសបងសុំអធិស្ឋានជើងខ្ញុំនៅក្រោមជើងបងហ្នឹងយើងចរិតយើងបើខ្មែរគ្នាឯងវិញគឺដាល់បាក់ថ្មិញបាត់ហើយកុំមកក្បែរដល់ទៅជន់ជើងគ្រាន់តែឈរក្បែរឬក៏មើលមុខអីបន្តិចហ្នឹងគឺរោវាយក្រដាល់គេហ្នឹងខ្មែរគ្នាឯងស្អីមើលមុខហ្នឹងណាស្អីអាងអីចឹងងាប់ហើយវាយគ្នាកាប់ចាក់គ្នាចឹងមកយកហើយប៉ុន្តែបើគេវិញជាមួយថៃវិញឃើញគេជន់ជើងយើងទៅសុំទោសគេថាសុំទោសបងជើងខ្ញុំនៅក្រោមជើងបងឯងវាដែលមានអាជើងខ្ញុំនៅក្រោមជើងបងឯងហ្នឹងដែរបើគេមិនជន់ជើងយើងធ្វើម៉េចបានយើងមិនទៅសក់ជើងយើងចូលក្រុមស្បែកជើងគេឲ្យសុំទោសគេថាសុំទោសបងជើងខ្ញុំនៅក្រោមជើងបងឯង
រឿងហ្នឹងយើងចឹងតែនៅមួយថៃហ្នឹងមើលគ្រាប់បែកហ្នឹងក៏ចឹងដែរយើងនៅសាស៊ើបអង្កេតយើងតាហ៊ានជួមុខគឺបានដឹងច្បាស់ឲ្យព័ត៌មានមកថាថៃចោលគ្រាប់បែកមកយើងអត់ទាំងហ៊ានក្រសួងការពារជាតិអត់ទាំងហ៊ានថាអាហ្នឹងគេចោលគ្រាប់បែកផងនៅស៊ើបអង្កេតសិនថាគ្រាប់ផ្ទុះក្រោយពេលតាហ៊ានចេះសង្ឃឹមថាការស៊ើបអង្កេតហ្នឹងនឹងបានឃើញថាថៃជាអ្នកបោកគ្រាប់បែកក៏ប៉ុន្តែយើងចេញក្រោយគេហើយព្រោះថៃគេចេញព័ត៌មានគេថាយើងជន់មីនដាក់ខ្លួនឯងដល់យើងដាក់តាមីនចឹងមកអាយុហ្នឹងគេចោទយើងចឹងព័ត៌មានគេព្រឹបព្រលឹមគេចេញបាត់យើងមួយថ្ងៃកន្លះបានចេញព័ត៌មានយើងគឺយើងអញ្ចឹងបវាយខ្មែរគ្នាឯងវិញតាម1ម៉ោងទៅចាប់ដល់ផ្ទះគេបាត់ហើយទៅរករឿងម៉ែឪគេដល់ផ្ទះទៀតឥឡូវយើងបន្តទៅទៀតបងប្អូនខ្ញុំថានឹងជាបណ្ដាសាទេខ្ញុំជូនពរឲ្យការស៊ើបអង្កេតរបស់កម្ពុជានឹងរកឃើញថាថៃពិតជាគប់គ្រាប់បែកលើខ្មែរប៉ុន្តែឥឡូវសំណួរសួរចេះវិញបងប្អូនចោះបើថៃចោលគ្រាប់បែកមកលើខ្មែរវិញតើមិនវិញចាហ្នឹងហើយចេញលិខិតថ្កោលទោសតវ៉ាបដិសេធរករឿងថៃទៅប៉ុន្តែអត់ប្តឹងទៅតុលាការទៀតអាដែលហ្នឹងរឿងដីប្រប៉ុណ្ណានៃយើងមិនទាំងដោះស្រាយបានផងចោះរឿងតាហ៊ានយើងលបួសរឿងអីហ្នឹងគឺយកនាំគ្នាទៅដេទៅឲ្យព្យាបាលទៅហើយតែតិចទៀតទៅក្បែរហ្នឹងត្រូវទៀតគេចោលគ្រាប់ទៀតតែប៉ុណ្្នឹងឯង